សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់ខ្ញុំបាទអានេះខ្ញុំមានវីដេអូខ្លីមួយចង់ឆ្លើយតបទៅកាន់បងប្អូនមួយចំនួនក៏ដូចជាក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាខេត្តមួយចំនួនហើយគាត់តែងតែវិបហាមកលើគណៈបកកម្លាំងជាតិខ្ញុំហើយប្រហែលថ្ងៃនេះខ្ញុំទៅឃើញវីដេអូពូមួយនៅសៀមរាបនៅឃុំកំពង់ភ្លុកគាត់និយាយថាគណៈបកកម្លាំងជាតិអត់ខំបង្កើតនៅទ្របថ្មីទេតែខំប្រឹងប្រែងដណ្ដើមទ្របចាស់ពូខ្ញុំសួរទៅពូតើពូត្រង់ហ្នឹងពូគិតត្រង់ដូចម៉េចពូឆោតឬក៏ពូធ្វើឆោតតាមពិតទៅសមាជិកគណៈបកភ្លើងទៀនណាបើយើងនិយាយពីបច្ចុប្បន្នភាពនេះបើយើងនិយាយពីក្រុមប្រឹក្សាឃុំសង្កាត់ណាគាត់នៅឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណៈបកភ្លើងទៀនណាគាត់មិនមែនមកពីគណៈបកឆន្ទៈខ្មែរទេអញ្ចឹងប៉ះសិនបើគណៈបកភ្លើងទៀនគេលែងឲ្យចូលរួមប្រកួតប្រជែងដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដូចជាតំណាងរាស្ត្រនៅអាណត្តិថ្មីនេះអញ្ចឹងក្នុងនាមគាត់ជាសមាជិកមកពីគណៈបកភ្លើងទៀនគាត់អាចមានសិទ្ធិជ្រើសរើសគណៈបកនយោបាយណាមួយណាដែលអាចប្រកួតប្រជែងនឹងឈរឈ្មោះបោះឆ្នោតទៅដល់ណាតំណាងរាស្ត្រណាពីឃុំជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចបោះឆ្នោតតំណាងរាស្ត្រនេះប្រសិទ្ធភាពអញ្ចឹងគាត់ជាសមាជិកគណៈបកភ្លើងទៀនសមាជិកាគណៈបកភ្លើងទៀនហ្នឹងគាត់មានសិទ្ធិជ្រើសរើសគណៈបកនយោបាយថ្មីណាមួយណាតែគាត់ស្រឡាញ់តែគាត់ពេញចិត្តមិនមែនមេដឹកនាំរើសបកណាមួយគាត់តែត្រូវបកហ្នឹងទេគាត់ធ្វើនយោបាយគាត់ចេញពីចិត្តរបស់គាត់ហ្នឹងហើយអញ្ចឹងបើសិនជាគាត់មិនទៅគ្រប់គ្រងបកហ្នឹងផងឲ្យគាត់ទៅមិនកើតអញ្ចឹងគាត់ស្រឡាញ់ខាងកម្លាំងជាតិទើបគាត់ចូលមកកម្លាំងជាតិអាហ្នឹងជាទ្រព្យថ្មីរបស់កម្លាំងជាតិហើយគេបង្កើតបានព្រោះគេអាចតាក់ចិត្តតាក់ថ្លើមតាក់បេះដូងពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានអានេះជាសមត្ថភាពរបស់គេហើយមិនមែនថាគេទៅបំបីសម្លេងឬក៏ដណ្ដើមទ្របពីភ្លើងទៀននេះគឺអត់ទេព្រោះភ្លើងទៀនគេបិទមិនឲ្យចូលរួមប្រកួតអញ្ចឹងហើយអាណត្តិហ្នឹងសមាជិកក្រុមប្រឹក្សាឃុំហ្នឹងដែលគាត់មកកម្លាំងជាតិហ្នឹងគាត់មកដោយសិទ្ធិរបស់គាត់សិទ្ធិអីគេសិទ្ធិចូលរួមធ្វើនយោបាយសិទ្ធិនយោបាយសិទ្ធិឲ្យគេឈរឈ្មោះបោះឆ្នោតហ្នឹងហើយសិទ្ធិខ្លួនឯងហ្នឹងស្រឡាញ់ខាងណាគាត់ចូលមកខាងហ្នឹងហ្នឹងហើយអញ្ចឹងតោះតែចូលទៅខាងសម្ព័ន្ធភាពឲ្យបានគ្រប់គ្រងអញ្ចឹងយើងជាអ្នកប្រជាធិបតេយ្យគេចូលមកខាងណាវាសិទ្ធិវាជាសេរីភាពរបស់ពួកគេហ្នឹងហើយអញ្ចឹងពូពិចារណាឡើងវិញថាកន្លែងហ្នឹងគឺមិនមែនកម្លាំងជាតិគាត់ទៅដណ្ដើមទ្រព្យចាស់ណាប៉ុន្តែគឺជាគោលនយោបាយគឺជាគណៈបកដែរក្រុមប្រឹក្សាឃុំសង្កាត់គាត់ទុកចិត្តណាគាត់គិតថាគណៈបកហ្នឹងអាចរកសម្លេងឆ្នោតបានហ្នឹងហើយអញ្ចឹងវាជារឿងជាទូទៅហើយព្រោះគេអត់ខ្វល់ថាត្រូវទៅតាមបកណាទេបកដែលមិនគ្រប់គ្រងបកដែលគេមិនស្រឡាញ់គេមិនទៅគ្រប់គ្រងទោះបីតែខ្ញុំពីមុនក៏ជាសមាជិកគណៈបកភ្លើងទៀនដែរតែខ្ញុំមកគណៈបកកម្លាំងជាតិព្រោះតែខ្ញុំគ្រប់គ្រងគណៈបកកម្លាំងជាតិចឹងហើយទើបខ្ញុំមកគណៈបកកម្លាំងជាតិចឹងវាមានអីវាមានអីទៅទ្របចាស់គឺទ្របថ្មីហ្នឹងហើយព្រោះគណៈបកកម្លាំងជាតិជាគណៈបកថ្មីចឹងវាជាយើងទៅហ្នឹងគឺជាទ្របថ្មីរបស់កម្លាំងជាតិហើយមិនចឹងហើយបើភ្លើងទៀនគេមិនឲ្យចូលរួមបោះឆ្នោតផងហ្នឹងហើយយើងមិនមានសិទ្ធិសម្រេចចិត្តថានឹងទៅបកណាមួយទៀតហ្នឹងហើយឈប់យល់ច្រឡំដល់ហ្នឹងទៅពេលខ្លះយើងអាចពោលទឹកមាត់ខ្លួនឯងណាយើងនិយាយយើងអាចពោលទឹកមាត់ខ្លួនឯងណាយើងភ្លេចពិចារណាយើងរៀនដល់ណាក៏ដោយតែបើយើងគ្មានការពិចារណាទេគឺស្មើនឹងខុសហើយអ្នកដែលមកពីបហាហ្នឹងសូមគិតឡើងវិញទៅខ្លួនឯងហ្នឹងពេលខ្លះហ្នឹងគ្មានបានប្រយោជន៍អីដល់សង្គមអីទេបើគិតតែអូស Facebook មកវាទៅបហាគណៈបកគេអញ្ចឹងហើយតែពេលគេតបតវិញថាគេហ្នឹងអីគេនិយាយក្មេងនិយាយមិនស្ដាប់គ្នាហៅគេសិតតែពួកក្មេងពីលហៅមេដឹកនាំគណៈបកហៅសិតតែ
มีชนมีนี่นาในอันนั้นพิซาเนี่ยนโยบายพิซาเนี่ยประชาธิปไตยก็ยังจ้องไอ้โอ้ยปุโลกตรมเต้าปุโลกนี่ทัวร์ไอ้กำจัดเขาได้บัดแต่บักเกทัวร์ไอ้ก็เขาได้อย่าดังให้ทานเตียใครนั่งกายกายเนี่ยไปยัดห้องบอดสบายเฉินปีนั่งไงยังสมคนจราสมจมเรียบเรีย